យើងធ្វើដោយម្ដេចដើម្បីឲ្យយើងទាំងអស់គ្នាទទួលបាននៅសុខភាពបេះដូងឬក៏សុខភាពសរសៃឈាមប្រកបដោយផាសុខភាពឬក៏សុខភាពល្អអញ្ចឹងថ្ងៃនេះផងដែរខ្ញុំសូមលើកយកផលិតផលមួយមុខគឺ Alaska E Omega 3 តើអ្វីទៅជា Omega 3 Omega 3 គឺជាសារធាតុម្យ៉ាងដែលគេហៅថាខ្លាញ់មិនឆ្អែតដែលរាងកាយរបស់យើងចាំបាច់ត្រូវការជារៀងរាល់ថ្ងៃហើយនៅក្នុង Omega 3 នោះទៀតសោតគឺមានសារធាតុពីរសំខាន់ដែលគេហៅថា EPA ហើយនិង DHA Omega នេះទៀតសោតវាជួយកាត់បន្ថយនៅការរលាកឬក៏ការពារសុខភាពសរសៃឈាមរបស់មនុស្សយើងនិងកាត់បន្ថយហានិភ័យចំពោះបេះដូងផងដែរអញ្ចឹងយើងក៏លេចទៅមើលប្រភព Omega 3 ឬក៏ E Omega 3 របស់យើងអញ្ចឹងគឺជាប្រភពចម្រាញ់ចេញពីត្រីម្យ៉ាងដែលឈ្មោះថា Pola នៅតំបន់ទឹកកកដ៏ស្អាតបំផុតនៃរដ្ឋ Alaska នៅសហរដ្ឋអាមេរិកផងដែរដែលជាតំបន់ដែលគ្មានសារជាតិបំពុលហើយត្រីមួយនេះគឺគេរស់នៅក្នុងជ្រៅផងដែរអញ្ចឹងសួរថាតើអ្នកណាខ្លះដែលគួរតែទទួលទានឬក៏ត្រូវតែទទួលទានអ្នកដែលមានបញ្ហាសរសៃឈាមបាក់សិស្សនិស្សិតអ្នកដែលមិនសូវជាចូលចិត្តបរិភោគអាហារឬក៏អាហារត្រីបងប្អូនអញ្ចឹងជំរើសដ៏ល្អបំផុតសម្រាប់សុខភាពបេះដូងនិងខួរក្បាលគឺការប្រើប្រាស់អាហារសុខភាព Alaska E Omega 3 ផងដែរសុខភាពល្អចាប់ផ្ដើមពីជំរើសដ៏ត្រឹមត្រូវផងដែរផលិតផលរបស់យើងមិនមែនជាឱសថព្យាបាលទេវាគឺជាអាហារសុខភាពមួយប្រភេទដែលជួយការពារឬក៏ជួយសម្រួលទៅដល់អ្នកដែលមានបញ្ហាផងដែរ